Success អ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំសម្រាប់ការចែករំលែកពីរបៀបថតរូបនិងជ្រើសរើស setting កាមេរ៉ាឲ្យបានត្រឹមត្រូវមុននឹងចាប់ផ្ដើមថតរូបថ្ងៃនេះយើងនឹងនិយាយគ្នាអំពី ISO ហើយវាដំណើរការយ៉ាងដូចម្តេចនិងវាមានសារៈសំខាន់អ្វីខ្លះមុនពេលយើងចូលទៅកាន់ប្រធានបទថ្ងៃនេះសូមជួយ like share និង follow ដើម្បីកុំឲ្យខកខានវីដេអូថ្មីៗដែលខ្ញុំចែករំលែកអំពីបច្ចេកទេសថតរូបតើអ្វីទៅជា ISO ISO គឺជាការកែកម្រិតពន្លឺរបស់ sensor កាមេរ៉ាឲ្យរូបថតច្បាស់និងមានពន្លឺគ្រប់គ្រាន់កម្រិត ISO ខ្ពស់អាចធ្វើឲ្យរូបកាន់តែភ្លឺប៉ុន្តែរូបនឹងបែក pixel បង្កើតបានជា noise នាំឲ្យរូបថតមិនច្បាស់កម្រិត ISO ទាបអាចធ្វើឲ្យរូបថតងងឹតប៉ុន្តែមិនបែក pixel មិនបង្កើតបានជា noise នៅលើរូបថតតើដំណើរការរបស់ ISO យ៉ាងដូចម្តេច ISO ដំណើរការដូចជាជំនួយពន្លឺដល់រូបថតកម្រិត ISO ទាបដូចជា100ឬក៏200ធ្វើឲ្យរូបស្អាតនិងច្បាស់លាស់សម្រាប់ការថតនៅពេលថ្ងៃឬនៅទីកន្លែងដែលមានពន្លឺគ្រប់គ្រាន់តែកម្រិត ISO ខ្ពស់ដូចជា1600ឬក៏3200ធ្វើឲ្យកាមេរ៉ាចូលពន្លឺច្រើនដែលល្អសម្រាប់ទីកន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់ប៉ុន្តែនាំឲ្យរូបថតមិនច្បាស់ល្អឬបង្កើតបានជា noise ហើយដូចបាន ISO មានសារៈសំខាន់ ISO មានសារៈសំខាន់នៅពេលដែលយើងថតនៅកន្លែងដែលមានពន្លឺតិចបើអ្នកថតនៅក្នុងបន្ទប់ងងឹតឬនៅពេលយប់ ISO អាចឲ្យអ្នកចាប់យករូបថតភ្លឺនិងមាន detail ល្អដោយមិនប្រើប្រាស់ជំនួយប៉ុន្តែអ្នកត្រូវប្រាកដថាមិនប្រើ ISO ច្រើនហួសហេតុពេកដើម្បីធ្វើឲ្យរូបថតមានគុណភាពល្អបំផុតចូលប្រើ ISO សមល្មមតែអ្នកអាចធ្វើទៅបានដើម្បីឲ្យរូបថតស្អាតនិងមិនបែកដោយវីដេអូថ្ងៃនេះបានមកដល់ទីបញ្ចប់ហើយសូមអរគុណសម្រាប់ការទស្សនាសង្ឃឹមថាវីដេអូនេះមានប្រយោជន៍ដល់អ្នកទើបតែរៀនថតថ្មីៗជួបគ្នានៅវីដេអូក្រោយយើងនឹងនិយាយគ្នាអំពី shutter speed របស់កាមេរ៉ា